អាកប្បកិរិយារបស់មនុស្សយើងគឺជាអ្នកកំណត់ទិសដៅនៃដំណើរជីវិតរបស់យើងខ្លួនឯងផ្ទាល់វាគឺជាការជ្រើសរើសមួយដែលដឹកនាំអ្នកឲ្យឆ្ពោះទៅរកកំណែនៃការកែប្រែដ៏ល្អបំផុតសម្រាប់ជីវិតរបស់អ្នកចូលកុំអនុញ្ញាតឲ្យមានគំនិតដែលអ្នកមិនចង់ជួបប្រទះនៅក្នុងការពិតនៃជីវិតឡើយការដែលជឿជាក់ទៅលើដំណើរជីវិតហើយផ្ដោតទៅលើលទ្ធផលដែលល្អបំផុតហើយក៏ចាប់ផ្ដើមរស់នៅក្នុងជីវិតដោយផ្អែកទៅលើសេចក្តីពិតនិងជំនឿខាងក្នុងរបស់ខ្លួនឯងនិងស្របនឹងខ្លួនឯងផ្ទាល់ដែលខ្ពស់បំផុតគឺដោយការមិនគិតពីអ្វីដែលគេអ្នកដទៃនិយាយឬគេអ្នកដទៃគិតចំពោះអ្នកឡើយព្រោះវាមិនមែនជាដំណើរជីវិតរបស់អ្នកនោះទេគ្រាន់តែលើកកម្ពស់នៃគុណតម្លៃរបស់ខ្លួនឯងឲ្យបានខ្ពស់ជាងមុនជាលំដាប់រឿយៗហើយក៏តាំងចិត្តគ្រប់គ្រងខ្លួនឯងដែលនឹងត្រូវបានដឹកនាំដោយចិត្តរបស់អ្នកផ្ទាល់ខ្លួនឯង